ban bông vên chân chừng ai pi chấm nửa rôm tiếng thưa bạc luôn ai ở với tiếng chữ xa chưa tràn thèm tiệt phong sớm mơ thì một thề sai tiếng môi chụp bụng môi khó đâm luôn chỗ đặt tương bọn này miền là lục cái nick còn ai uất luôn nâng dốc là sớm bắt đâm mình tiếng thưa chỉ thấy sự cầm lại cầm ăn với $, cầm ăn với bát với $, với bát ham sro tê men công an bia công an prạ bia đặt cho nó đâm ở vùng ở xây lương mới chạy tích tê cứ tôi sân khâm nước lại chơi mà cha đạiប្រធានឲ្យយើងមានអ្វីទាំងយ៉ាងបរិបូរណ៍សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនអរគុណព្រះអង្គដែលព្រះអង្គប្រទានឲ្យយើងមានការងារព្រះអង្គប្រទានឲ្យយើងមានក្រុមគ្រួសារព្រះអង្គប្រទានឲ្យយើងមានផ្ទះទូផ្ទះជួលទូផ្ទះដែរផ្ទះសំរុំល្អនៅក្បែរព្រះវិហារមិនបាច់ចាយលុយចាក់សាំងធ្វើដំណើរមកថ្វាយគុំព្រះអង្គអស់លុយច្រើនពេកព្រះអង្គទានពរឲ្យយើងមានអីទៀតមានមុខរបរព្រះអង្គទានពរឲ្យយើងមានប្រាក់ចំណូលព្រះអង្គទានពរឲ្យយើងមានម៉ូតូអ្នកខ្លះព្រះអង្គទានពរឲ្យយើងមានឡានយល់ទេឲ្យសម្រាប់ប្រើប្រាស់ធ្វើមើលខ18ត្រូវឲ្យគេប្រព្រឹត្តអំពើល្អឲ្យគេធ្វើជាអ្នកមានខាងផ្នែកបុណ្យទានម៉ែឯងខ្ញុំមុនជឿព្រះអង្គគាត់សួរខ្ញុំថាកូនបើម៉ែជឿព្រះយេស៊ូវដែរធ្វើបុណ្យបានទេដាក់ទានបានទេតាត្រូវម៉ាច់តែម្ដងលោកពោលថាម៉េចទីម៉ូថេខ្សែទី6ខ18ត្រូវឲ្យគេប្រព្រឹត្តអំពើល្អឲ្យគេធ្វើជាអ្នកមានខាងផ្នែកអីបុណ្យទានគឺឲ្យគេមានចិត្តទូលាយចេះចែករំលែកដល់អ្នកឯទៀតយើងចែកទៅអ្នកដែលគ្មានមធ្យោបាយនឹងឲ្យយើងមកវិញព្រះយេស៊ូវថាបើជប់លៀងអ្នកដែលគ្មានអីឲ្យយើងវិញបើជប់លៀងអ្នកឲ្យយើងវិញអានឹងមិនហៅជប់លៀងទេអានឹងគេហៅថាប្រវាស់គ្នាមង្គលការមិនជប់លៀងទេមង្គលការគឺប្រវាស់គ្នាមែនទេយើងការកូនយើងប្រវាស់ឲ្យគេមកជួយចេញលុយឲ្យយើងទៅដល់ថ្ងៃក្រោយគេការកូនគេយើងទៅជួយប្រវាស់ចេញលុយឲ្យគេវិញខ្លះតែទៀនវិញអត់ចឹងទេតែចេញគឺចេញតែអត់មានទៀនមកវិញទេអាមែនទេបុណ្យតែធ្វើឲ្យអត់ទៀនមកវិញទេធ្វើទាំងអស់ដើម្បីឲ្យគេឃើញព្រះគុណរបស់ព្រះនឹងពិតគេចេះអរគុណព្រះអង្គហើយគេនឹងចេះថ្វាយទៅអ្នកដទៃបន្តទៅទៀតខ19ធ្វើដូច្នេះគេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់លោកខាងមុខដើម្បីទទួលជីវិតពិតប្រាកដឲ្យទឹកនៅកែតអ្នកពិតបំផុតនោះឈ្មោះថាឲ្យទឹកដល់ព្រះយេស៊ូវព្រះយេស៊ូវទៅពេលខ្ញុំជាប់គុកអ្នករកនាមមកសួរសុខទុក្ខខ្ញុំពេលខ្ញុំអត់អាហារអ្នករកនាមឲ្យអាហារខ្ញុំបរិភោគពេលខ្ញុំឈឺអ្នករកនាមមកព្យាបាលខ្ញុំសាសសួរថាព្រះអង្គរាប់ឈឺវិញកាលរាប់ជាប់គុកវិញកាលហើយប្លង់អត់អាហារវិញកាលដល់បាក់ក្រាតវិញកាលអត់ឆ្លើយថាដែលធ្វើការនេះជិបទៅអ្នកទុចបំផុតនឹងឈ្មោះតែធ្វើដល់ខ្ញុំហើយអាមែនទេចឹងនេះសំណួរតើបងប្អូនស្ម័គ្រចិត្តថ្វាយដង្វាយដើម្បីកម្ចាត់គំនិតសម្ភារៈនិយមឬទេអសុទ្ធតែមួយដើម្បីកុំឲ្យលោកគឺថ្វាយដើម្បីកុំឲ្យស្រឡាញ់ទ្រព្យសម្បត្តិខ្លាំងពេកមានតែថ្វាយប៉ុណ្ណឹងឯងថ្វាយដំបងដូចជាប្របាក់ដាច់ចិត្តយល់ទេប្របាក់ដាច់ចិត្តខ្ញុំថ្វាយមួយពាក្យ10ដឹកដំបងទីថាដាក់ទៅហើយតែនឹកឃើញចាប់បើម៉ែជិញទៅបានលុយណាចាប់ប្អូនទៅរៀនបានលុយណា3ខែ4ខែបានដកថ្វាយបានមួយភាគ10ប៉ុន្តែថ្វាយបានហើយស្រួលហ្មងធូរហ្មងស្អីដែលប្របាក់ដំបងទីអាមកលើកដំបងមកនេះមែនទេមែនចឹងនេះសូមឲ្យព្រះវិញ្ញាណលើកទៅយកយើងបើនេះជាការថ្វាយលើកទី1សូមបងប្អូនចាប់បានគិតគូរតើនៅហ៊ានដាស់តឿនពួកនៅមាននៅលោកីនេះឲ្យថ្វាយដង្វាយដល់ព្រះជាម្ចាស់ដើម្បីកម្ចាត់កំណត់សម្ភារៈនៃជំនឿទេលោកគ្រូម្នាក់នៅស្រុកឥណ្ឌូនេស៊ីគាត់ជាសេដ្ឋីគាត់ចង់បង្កើតក្រុមជំនុំឲ្យរីកចម្រើនច្រើនគាត់ទៅរៀនពីស្រុកអាមេរិកមកធ្វើអត់រីគាត់ទៅរៀនពីអូស្ត្រាលីមកធ្វើអត់រីគាត់ទៅរៀនពីញូហ្សេឡង់មកអត់រីគាត់ទីបំផុតគាត់ទៅវិហារលោកចុងគីឈូនៅកូរ៉េទៀតមកធ្វើមិនក៏ក្រុមនោះគាត់អត់រីទីបំផុតគាត់ក៏អត់ឋានព្រះអង្គខ្ញុំសាកល្បងប្រហែលឆ្នាំមកហេតុអីក្រុមនោះនៅតែមិនរីបងតាយើងហៅឯងចេញមកពីណាចេញពីជួរអ្នកមានហើយមិនឯងមិនទៅផ្សាយនៅមួយអ្នកមានឯងទៅផ្សាយមួយអ្នកក្រទៅមកគេស្ដាប់យល់ពាក្យដែលឯងនិយាយមួយអ្នកក្រកាត់យល់ទេព្រោះឯងអ្នកក្រផងឯងទៅនិយាយមួយអ្នកមានគាត់ក៏ទៅជួបអ្នកមានតែគាត់សួរសម្លាញ់មករបស់ឯងយ៉ាងម៉េចដូចជាត្រឹមខែនេះហើយចេះខ្ញុំឱកាសព
ពួកខ្ញុំមានមហាសន្និបាតសម្រាប់ឯងមានក្រុមហ៊ុនឡានច្រើនណាស់ខ្ញុំចង់ឲ្យសម្រាប់ហាត់ធ្វើទៀនហាត់ធ្វើបុណ្យមួយគ្រីបោះសัตว์ម្ដងជួយចេញឡាន40គ្រឿងទៅដឹកមហាសន្និបាត3ថ្ងៃហ្នឹងណាហើយកុំយកលុយហើយពួកខ្ញុំអត់ទៅឋានឲ្យចាំមើលចំងចាំមើលនេះអត់គាត់ថាអញ្ចឹងខ្ញុំជួយដឹក3ថ្ងៃហ្នឹងអត់យកលុយហើយគាត់ប្រាប់គាត់មកជួយឋានឲ្យពួកម៉ាក់គាត់ជាអ្នកមានដល់ចាប់3ខែគាត់ទៅសួរសុខទុក្ខមិនទៅគាត់ពីពួកខ្ញុំអធិដ្ឋានឲ្យគាត់ពីសម្លេងឲ្យបានជួយធ្វើទៀនមួយក្រុមនោះដឹកក្រុមនោះអត់យកលុយអូស៊ីយ៉ាងម៉េចហ៊ីទូទេវនឹងគាត់ណាជួយគ្រីស្ទានបងបើជឿព្រះយេស៊ូវទៀតព្រះអង្គឲ្យពោលលើសនឹងទៀតទីផុតគាត់នាំអ្នកមាននឹងជឿព្រះអង្គតាមរយៈការប្រមូលគេឲ្យដាច់ដល់វាយហើយឃើញប្រពោលកើនឡើងគាត់នាំគេទទួលជឿព្រះអង្គពិតប្រាកដនេះកុំខ្លាចនឹងនិយាយប្រាប់អ្នកមានចំណុចទី6ព្រះជាម្ចាស់ចម្រុងចម្រើនយើងដើម្បីឲ្យយើងលើកកម្ពស់ការថ្វាយលូកាជំពូក2ខ48បើគេឲ្យអ្វីច្រើនទៅអ្នកណាគេនឹងទារពីនោះវិញច្រើនដែរបើគេផ្ទុកដាក់កិច្ចការច្រើនដល់អ្នកណាគេនឹងទារពីនោះវិញរឹងរឹតតែច្រើនថែមទៀតអ្នកធ្លាប់ធ្វើ manager ធ្វើមេគ្រប់គ្រងឋានៈកាន់តែធំការទូខុសត្រូវកាន់តែច្រើនហើយនេះខ្ញុំចង់និយាយទៅកាន់អ្នកដែលចង់បានលុយច្រើនដូចគ្នាចង់បានលុយច្រើនទេចង់អ្នកណាខ្លះចង់បានលុយច្រើនលើកដៃស្ដាំឡើងបំរើទៀតអំណោយទានច្រើនមកយើងហើយយកទៅកប់ចោលទេជាពិសេសអ្នកចង់បានអំណោយទានព្រះអង្គឲ្យអំណោយទានមកខ្ញុំជាគ្រូអធិប្បាយនៅស្ងៀមអត់បានទេប្រពន្ធខ្ញុំមកតែមកដេញដល់ខ្ញុំមិនធ្វើមេរៀនទៀតតែបាទមិនមេរៀនមុនបង្រៀនអស់តែមិនតាន់អស់ទេបើព្រះឲ្យមកទៀតខ្ញុំអធិប្បាយព្រះបន្ទូលអត់អាចធុញនឹងព្រះបន្ទូលត្រូវតែរៀបចំព្រះបន្ទូលថ្មីហើយជានិច្ចនេះឲ្យអំណោយទានតែព្រះអង្គឲ្យអំណោយទានព្រះអង្គទានឲ្យយើងបម្រើកាន់តែច្រើនចឹងត្រៀមនៅបើព្រះអង្គឲ្យលុយយើងកាន់តែច្រើនព្រះអង្គក៏យើងឲ្យយើងចេះថ្វាយទៅវិញកាន់តែច្រើនដែរបើសុំឲ្យព្រះយេស៊ូវប្រទានពរឲ្យមានតម្លៃច្រើនត្រៀមមកព្រះអង្គនឹងឲ្យយើងថ្វាយសម្រាប់ព្រះអង្គកាន់តែច្រើនពោះស្ដាប់ឲ្យតន់អារៈក៏ឲ្យពរព្រះក៏ឲ្យពរធ្វើម៉េចដឹងតែពរនេះមកពីអារៈធ្វើម៉េចដឹងតែពរនេះមកពីព្រះនេះជាកន្លឹះអារៈឲ្យពរយើងទី1ដើម្បីឲ្យយើងភ្លេចព្រះហើយដើរចេញពីព្រះនឹងពពកបាទឧទាហរណ៍ធ្វើការនឹងពេញប្រាក់ខែ300បើទៅសៀមរាបបាន500យើងក៏ទៅបើចុះទៅឆ្ងាយជាងទៀតគេឲ្យថែម150ទៀតយើងក៏ទៅដល់ទៅអស់កន្លែងថ្វាយគុំព្រះអង្គហ្មងកាន់តែឆ្ងាយដល់យើងលេងមានពេលថ្វាយគុំដល់យើងបាន1000មួយខែលេងអានកពីទៀតដែរដល់យើងបាន1000មួយខែហោស្រីកំដរបើអរិយឲ្យពោបំណងតែមួយគត់ឲ្យយើងភ្លេចព្រះឲ្យយើងរវិតចេញពីជំនឿកាលណាឲ្យពោដូចជាឲ្យយើងបានត្រីអញ្ចឹងបោះអូសអួនបានត្រីឲ្យបានត្រីមកដល់ថ្នាក់ច្រើនដល់ថ្នាក់ធ្លាយអីធ្លាយអួនហើយបើយកត្រីទៅដាក់ទុកបានច្រើនដល់ថ្នាក់លេខអីលេខទូបានលុយតែបាក់បែកគ្រោះសានេះបពោមកពីអរិយសួរឆែកទេសួរឆែកទេតែបើបពោមកពីព្រះវិញបានពោកាន់តែច្រើនថ្វាយទៅព្រះអង្គវិញកាន់តែច្រើនរកឱកាសរួមចំណែកមើលក្រុមជំនុំមូលដ្ឋានរកឱកាសនៅក្បែរភរិយារកឱកាសនៅក្បែរកូនផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធកូននឹងក្រុមគ្រួសារនឹងមានចំណែកបម្រើក្រុមជំនុំនេះបពោមកពីព្រះហើយបានកាន់តែច្រើនយើងនៅជាប់នឹងព្រះអង្គកាន់តែរឹងមាំអាមែនអាមែនហើយទីផុតមុខណាខ្ញុំស្រស់ជាងទីហ្នឹងបពោមិនមែនសុទ្ធតែមកពីព្រះទេពពកអាចមកពីព្រះអាចមកពីអរិយបាទទៅទៀតលូកា2:48បើព្រះប្រទានពរឲ្យអំណោយទានទៅអ្នកណាកាន់តែច្រើនប្រទានទ្រព្យសម្បត្តិទៅអ្នកណាកាន់តែច្រើនព្រះអង្គក៏ទាពីនៅនោះវិញត្រូវការពីនោះវិញកាន់តែច្រើនដែរកូរិនថូសខ្សែទី2ចំពុក8ខ7សូមមើលព្រះអង្គឲ្យពរអីខ្លះបងប្អូនបានចម្រើនឡើងយ៉ាងបរិបូរណ៍គ្រប់វិស័យទាំងអស់ប៉ុន្តែនឹងមានស្អីដែរមិនមានតែលុយទេអរិយឲ្យតែលុយទេតែអស់ជំនឿព្រះឲ្យលុយក៏មានជំនឿក៏មានបងប្អូនដឹងនេះពេលខ្ញុំមកម្លងដឹងពពកខ្ញុំបានចែកព្រះបន្ទូលរបស់បងប្អូនមានអំណរមួយតែបានលឺចៅនាំចម្រៀងនេះ
វ៉ាមិនឥឡូវដល់ប៉ុណ្ណឹងឮពាក្យមួយម៉ាត់ដែលក្មេងៗនិយាយទៅកាន់ព្រះអង្គនេះឮពាក្យដែលក្មេងៗចំនួនទី3ទី4អធិដ្ឋានមកមុខយើងនេះវ៉ាគេបានសំនួនវោហារមកពីព្រះហើយបើមិនឃើញគុណិតនំនាងបងម្ចាស់ក៏មានពាក្យប្លែកខ្លះដែលខ្ញុំអត់ដែលឮថ្ងៃនេះខ្ញុំបានឆ្អែតដែរកន្លងមកខ្ញុំបានមកទៅចំអែតគេខ្លួនឯងអត់បានសូវហូបប្រមាណនេះឥឡូវនេះដើរមកបានទាំងចែកគេបានទាំងបញ្ចុកគេបានទាំងទទួលអាហារដែលគេបញ្ចុកយើងនេះហើយជាការរីកចម្រើនគ្រប់វិស័យមិនទៅលុយទេទី1ជំនឿទី2សំនួនវោហាទី3ចំណេះធំជាងគេគឺស្កាត់ស្គាល់ព្រះដោយគបព្រះគុណនិងក៏ស្ដីពិតព្រះអង្គអាមែនទេទី4មានចិត្តឧស្សាហ៍ណាស់ខ្មែរគ្រប់គ្នាអាសាសកម្មក្នុងការបង្ហើបព្រះអង្គទី5មានចិត្តស្រឡាញ់ក្រុមជំនុំស្រឡាញ់អ្នកដឹកនាំស្រឡាញ់ក្រុមជំនុំអ្នកកងវាលស្រឡាញ់បងជាមស្រឡាញ់អ្នកកងវាលបងជាមស្រឡាញ់បងជាមគ្នាឯងជាមដួលវាងើបមិនអាចរួចទេតោះជាមមួយទៀតមកដុកក្បាលឲ្យងើបឲ្យវាងើបរួចតែហើយយើងជាមពុតតែដួលនៅផ្ងាជើងអញ្ចឹងចំណុចខ្សោយគឺជើងតាដួលហើយតាផ្ងាជើងហើយនៅតែប៉ុណ្្នឹងនៅតែខ្វាយវិញតើជាមមួយទៀតមកបុកនឹងកលាប់តិចវាងើបដើរបាន thank you នេះហើយជាមចឹងយើងមកព្រះវាសំដែងអីខ្លះសតែងសេចក្លាញ់ទៅព្រះតែងតែស្រឡាញ់ចំពោះអ្នកដឹកនាំតែងតែស្រឡាញ់ទៅចំពោះជាមដទៃទៀតអាមែនទេយើងឃើញការថ្វាយកុមារតាំងពីយើងកាត់ក្រុមជំនុំឡើងថ្ងៃកុមារថ្វាយខ្លួនហ្នឹងគឺថាមានអីមានចំណងដៃរហូតមកណាយើងមានចំណងដៃជូនកូនក្មេងព្រោះកូនក្មេងជាអំណោយជារង្វាន់ដែលព្រះប្រទានមកក្រុមជំនុំហេតុនេះចំពោះការប្រមូលដល់បាទចូលចម្រើនឡើងយ៉ាងបរិបូរណ៍ដូច្នោះដែរចឹងនេះសូមឲ្យការថ្វាយដង្វាយបងប្អូនចម្រើនបរិបូរណ៍ជាមួយនឹងជំនឿជាមួយនឹងចំណេះជាមួយនឹងសំនួនវោហារជាមួយនឹងចិត្តឧស្សាហ៍ខ្នះខ្នែងនិងជាមួយនឹងស្ដីស្រឡាញ់ដែរទៅទាំងព្រមទៅវិញទៅទាំងព្រមរីកចម្រើនទាំងព្រមរីកចម្រើនគ្រប់ជ្រុងជ្រោយនេះទៅប្រពោមកពីអ្នកណាមកពីព្រះបងអត់បានសន្យាអ្វីដែលជាប្រណិតភាពទេបងសន្យាអ្វីដែលចាំបាច់យល់ទេខ្ញុំចាំបាច់ធ្វើដំណើរទៅបង្ហើបព្រះអង្គគ្រប់ប្រឹក្សាពិបាលខ្ញុំសម្រាប់ថាទិញ Ford Ranger មួយថ្មីហ្មងខ្ញុំអត់ចាំបាច់ទៅទិញអាមួយសែនឬក៏អីទេប៉ុណ្ណឹងគ្រប់គ្រាន់ណាតែមួយសែនវាលែងចាំបាច់វាទៅជាប្រណិតទេភាពកុំសុំឲ្យព្រះអង្គបំពេញអ្វីដែលជាប្រណិតភាពព្រះអង្គប្រទានអ្វីដែលយើងត្រូវការជាចាំបាច់ចុះបានលើសនឹងហើយថែមទាំងនៅសល់បរិបូរណ៍សម្រាប់អីស្ដាប់អីទៅអរិយចាប់ទុកបានត្រី3តោនដាក់តែបន្ទូ24តោនដាក់តែបន្ទូយូទុកយ៉ាងម៉េចលិចមកកុំភ្លេចពេលព្រះយេស៊ូវប្រាប់សិស្សព្រះអង្គមកយកចាប់ត្រីអត់បានទេមែនទេបងលៀងអួនហើយមែនទេភ្លឺហើយមែនទេធម្មតាគេចាប់ត្រីពេលយប់បងឲ្យទម្លាក់អួនពេលថ្ងៃហើយទម្លាក់មកច្រាំងទៀតដល់ទម្លាក់មកស្ទើរតែធ្លាយអួនអត់ធ្លាយគាត់ស្ទើរតែបងលាក់សាល់បងពេលនឹងធ្វើម៉េចលើកដាក់ទូកមួយទូកនឹងពេញធ្វើម៉េចទៀតហៅទូកមួយទៀតមកចែកចាយពេញមកទូកហើយកុំដាក់ឲ្យលេខទូកចែកទៅទូកមួយទៀតផងហាឡេលូយ៉ាតែដៃអរគុណព្រះអង្គតែទុកតែមកទូកនឹងយ៉ាងម៉េចលេខខ9បើមានចែកទុកមកថាព្រះអង្គចែកព្រះអង្គប្រទានឲ្យអ្នកក្រសេចក្តីសុចរិតរបស់ព្រះអង្គនៅថិតថេររហូតតរៀងសំណួរតើព្រះអង្គព្រះជាម្ចាស់បានជួយចម្រុងចម្រើនបងប្អូនកន្លងមកនេះដើម្បីឲ្យបងប្អូនគ្រាន់តែលើកកម្ពស់ជីវភាពរស់នៅផ្ទាល់ខ្លួនឬក៏លើកកម្ពស់នៃការថ្វាយដែរព្រោះខ្លះបានមកផ្ទះអញបានខ្នងអញទិញថែមមកខ្នងទៀតអានឹងលើកកម្ពស់ជីវភាពរស់នៅអញមានឡានមួយអញចង់បានឡានមួយទៀតអានឹងលើកកម្ពស់ជីវភាពរស់នៅពីចាំបាច់ទៅប្រណិតភាពពីមានគ្រប់គ្រាន់ទៅជាមានខ្ជះខ្ជាយព្រះមិនឲ្យយើងខ្ជះខ្ជាយទេព្រះអង្គចំអែតយើងឆ្អែតគ្រប់គ្នា 5000 នាក់មែនទេចឹងទៅសល់បងធ្វើយ៉ាងម៉េចប្រមូលបាន12កន្ត្រកទុកឲ្យពួកសាវកហូបតទៅគឺបងឲ្យយើងរស់សំរុំថ្លៃថ្នូរគ្រប់គ្រាន់
ដើម្បីលើកកម្ពស់កម្រិតការថ្វាយហើយនេះខ្ញុំជឿថាក្រុមខ្ញុំយើងនឹងបង្កើនកម្រិតនៃការថ្វាយនឹងលើកកម្ពស់នៃការថ្វាយបើកន្លងមកថ្វាយចំណេះថាវិហារយើងចាប់ដើមថ្វាយទៅក្រៅវិហារយើងផងអាមែនទេបើកន្លងថ្វាយតែក្នុងសមាគមយើងត្រូវថ្វាយទៅក្រៅសមាគមផងព្រោះរូបកាយព្រះអង្គនៅគ្រប់ទីកន្លែងខ្ញុំអរគុណព្រះអង្គពេលយើងលើកទី1អញ្ជើញពួកភូមិមាមកយើងដាក់នវាយបាន$400ទេមែនទេយើងទទួលគេហើយចេញថ្លៃបាល់គេហើយពួកក្រុមនំយើងឲ្យគេបច្ចេកចាយដាក់នវាយ400គេរំភើបប៉ះស្លើពួកភូមិមាមាននវាយជិះយន្តហោះមកអាឋានរបស់យើងនៅសៀមរាបហើយមាននវាយជិះយន្តហោះមកអាឋានរបស់យើងនៅណានៅថៃទៀតអរគុណព្រះអង្គពីលីចំពោះ4ខ15 16ក្រុមជំនុំនៅក្រុងភីលីបជាក្រុមជំនុំដំបូងដែលថ្វាយដង្វាយបេសកកម្មភីលីប4 15 16បងប្អូននៅក្រុងភីលីបអើយបងប្អូនជ្រាបស្រាប់ហើយថាតាំងពីខ្ញុំបានចាប់ដើមសបផ្សាយដំណឹងល្អគឺតាំងពីខ្ញុំបានចាក់ចេញពីស្រុកម៉ាសេដូនមកនោះក្រៅពីបងប្អូនគ្មានក្រុមជំនុំណាដែលបានជួយខ្ញុំក្នុងការចំណាយឬចំណូលឡើយកាលខ្ញុំនៅក្រុងថេសាឡូនីកបងប្អូនបានផ្ញើប្រាក់ទៅជួយតាមសេចក្តីត្រូវការរបស់ខ្ញុំដល់ទៅ2-3លើកខ្ញុំចង់និយាយប្រវត្តិក្រុមជំនុំនៅក្រុងភីលីបឲ្យបងប្អូនស្ដាប់កិច្ចការចំពោះ16ខ6ដល់ខ12ព្រះវិញ្ញាណដ៏វិសុទ្ធបានខាត់ពួកលោកប៉ូលមិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេដំបូងប៉ូលចង់តែប្រកាសព្រះបន្ទូលនៅអាស៊ីហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគៀនិងដែនដីកាឡាទីពេលទៅដល់ជិតស្រុកមីស៊ីលោកមានបំណងទៅស្រុកប៊ីធូនីនឹងសម័យខែទៅយូហ្គោស្លាវីគាត់ចង់ទៅយូហ្គោស្លាវីចង់ទៅប៊ីធូនីប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូវពុំអនុញ្ញាតឲ្យលោកទៅទេដូច្នេះលោកក៏នាំគ្នាឆ្លងទៅស្រុកមីស៊ីទៅដល់ក្រុងត្រូអាសឥឡូវមកដល់ត្រូអាសនៅពេលយប់លោកពោបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ឈរអង្វរលោកថាសូមលោកឆ្លងស្រុកម៉ាសេដូនជួយយើងខ្ញុំផងឆ្លងសមុទ្រមកជួយយើងខ្ញុំផងឆ្លងពីត្រូអាសមកម៉ាសេដូនផងពេលដែលលោកឃើញនិមិត្តហេតុអស្ចារ្យនេះហើយយើងក៏រុករះចេញដំណើរទៅស្រុកម៉ាសេដូនព្រោះយើងជឿជាក់ថាព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះយើងនឹងមានទាំងប៉ូលយើងនឹងមានទាំងស៊ីឡាសយើងនឹងមានទាំងលោកលូកាឃើញទេចឹងគេក៏ទៅដល់ក្រុងភីលីបជាក្រុងដែលធំជាងគេនៅស្រុកម៉ាសេដូនឥឡូវទៅជាប្រទេសម៉ាសេដូនជាក្រុងដែលមានអភ័យឯកសិទ្ធិខ្ពស់ជាងគេក្នុងចំណោមក្រុងរបស់ចក្រភពរ៉ូម៉ាំងជាក្រុងយុទ្ធសាស្ត្រចឹងក្រុមជំនុំនៅអឺរ៉ុបមុនគេគឺក្រុមជំនុំនៅក្រុងភីលីបដែលពោលទៅខាងកើតដោយសារការដឹកនាំរបស់ព្រះវិញ្ញាណហើយក្រុមជំនុំមុនគេដែលព្រះអង្គឲ្យខ្ញុំនិងគ្រូពលៈបង្កើតគឺក្រុមជំនុំក្តីសង្ឃឹមដ៏រស់ក្នុងព្រះគ្រីស្ទកើតចេញពីអីសម័យ Mike Evans ដែលគេគប់ដុំថ្មឬគេដេញ Mike Evans ចេញពីស្តាតអូឡ িম্প ពិកហើយគេគប់ដុំថ្មទៅលើវិហារនៅជុំវិញស្តាតអូឡ িম্প ពិកហ្នឹងហើយពេលហ្នឹងផ្ទះខ្ញុំជួលផ្ទះនៅអីបាមន់ចែកូននំនេះអធិដ្ឋានគ្នា3តំណប់អ្នកអធិដ្ឋាននឹងខែ12ចូលមកដល់ខែ1គ្រូពលៈក៏មានកំណត់គិតមកខ្ញុំថាយើងចេះតែកើនឡើង30-40នាក់បង្កើតទៅជាក្រុមជំនុំមួយហ្មងទៅចេញពីអធិដ្ឋាន13នាក់យើងក៏ដាក់ឈ្មោះក្រុមជំនុំក្តីសង្ឃឹមដល់រស់ដល់តឡើង60នាក់ប្រជុំប្រឡែងបានបញ្ជាតិគ្នាពេកក៏ដូរទៅអីបឹងកេងកងទៅដល់ចោលលុចម៉ាស៊ីនភ្លើងអស់មួយទៀតបាទបើបឹងកេងកងរីកឡើងជាង100នាក់ទៅយើងដូរមកអីស៊ីម៉ាក់ណាស៊ីម៉ាក់ហើយដល់ស៊ីហើយបានព្យាយាមបែកជា2អរគុណព្រះអង្គទោះបីបែកក៏លោកគ្រូពលៈនឹងយើងនៅតែតំណែងតំណងល្អហើយឥឡូវនេះព្រះអង្គបាននាំជារៀងរាល់ឆ្នាំឲ្យតែយើងធ្វើបុណ្យខួបព្រះវិហារយើងតែងតែអញ្ជើញលោកគ្រូពលៈតែងតែឲ្យឱកាសខ្ញុំដែលជាគ្រូរៀមច្បងមកលើកទឹកចិត្តយើងនេះជាអរិយាប័ត្រដែលត្រឹមត្រូវអ្នកចំនួនក្រោយគ្រប់ទៅអ្នកចំនួនមុនអ្នកចំនួនមុនមកគ្រប់គ្រងអ្នកចំនួនក្រោយមកឲ្យពោដល់អ្នកចំនួនក្រោយបែកព្រះមិនខាត់ទេតែកុំឲ្យមានចិត្តល្វីងជូរចាស់កុំបរិហាគេ
គ្នាកុំកំតិចគ្នាកុំបំផ្លាញគ្នាយើងអរគុណដែលយើងបែកព្រោះគំនិតខុសគ្នាអំណោយទានខុសគ្នាតែយើងនៅតែរួមនឹងរីករបស់ព្រះជាម្ចាស់ដល់ដែរអរគុណព្រះអង្គក្រុមជំនុំយើងក៏រីកហើយព្រះអង្គដាក់សង្កត់ធ្ងន់គឺអីការបង្កើតសិស្សការអធិដ្ឋានសង្កត់លើអីទៀតការថ្វាយដំវាយការផ្សាយដំណឹងល្អហើយជាពិសេសការថ្វាយបង្គំការសរសើរដំកើងនេះជាតម្លៃស្នូលរបស់យើងហើយថ្ងៃនេះយើងនឹងបញ្ឆេះតម្លៃស្នូលនៃការថ្វាយបាទចិត្តសប្បុរសសំមើខ16កាលខ្ញុំនៅក្រុងទេសាឡូនីកបងប្អូនបានផ្ញើប្រាក់ទៅជួយតាមសេចក្តីត្រូវការរបស់ខ្ញុំដល់ទៅ2-3លើកខ្ញុំអរគុណព្រះអង្គដែលបងប្អូនខ្លះកន្លងមកផ្ញើដង្វាយទៅឲ្យខ្ញុំជាលក្ខណៈបុគ្គលក្តីអីក្តីទោះបងប្អូនមិនទាន់បានទទួលការបង្រៀនអំពីការថ្វាយដង្វាយបេសកកម្មក្តីថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនយល់ជ្រុលជ្រាបហើយចេះលើកទឹកចិត្តអ្នកដទៃទៀតឲ្យចូលរួមក្នុងបេសកកម្មតើបងប្អូនចង់ឃើញក្រុមជំនុំនេះក្រុមជំនុំអីក្តីសង្ឃឹមដល់រស់ក្នុងព្រះគ្រីស្ទខ្លាចជាក្រុមជំនុំខ្មែរដំបូងគេនៅក្រុងភ្នំពេញដែលថ្វាយដង្វាយបេសកកម្មដោយក្រុមជំនុំនៅភីលីបដែរឬទេហើយជាព្រះបន្ទូលនេះមិនស្ដាប់តែយើងទេគេនឹងយកទៅ post នៅតាម Facebook មាន YouTube បងប្អូនស្ដាប់ឮតាម YouTube ក៏ដោយបងប្អូននៅក្រុមណាសួរខ្លួនឯងតើបងប្អូនចង់ឃើញក្រុមជំនុំខ្លួនឯងនៅក្រុមរបស់ខ្លួនឯងណាខ្លាចជាក្រុមជំនុំខ្មែរដំបូងដែលថ្វាយសម្រាប់បេសកកម្មឬទេចឹងមុននឹងថ្វាយសូមយល់អំពីគុណប្រយោជន៍នៃការថ្វាយដង្វាយបេសកកម្មបាទចំណុចទី8គុណប្រយោជន៍នៃការថ្វាយដង្វាយបេសកកម្មដង្វាយបេសកកម្មជួយឲ្យអ្នកថ្វាយបានទទួលព្រះពរកាន់តែមានឡើងហើយមាននេះមិនមានតែទ្រព្យទេកុំរົບតែទ្រព្យសម្បត្តិអីសោះមានគ្រប់វិស័យអារិយឲ្យពរយើងតែទ្រព្យគឺទ្រព្យហើយគេទេវតាទ្រព្យតែបើព្រះឲ្យពរយើងគ្រប់វិស័យសូមមើលពីនេះ 4:17 ត្រង់នេះមិនមែនមានន័យថាខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេតែខ្ញុំចង់ឲ្យបងប្អូនបានទទួលព្រះពរដ៏បរិបូរណ៍ពោលតែគាត់មានគ្រប់ហើយទោះបងប្អូនមិនថ្វាយក៏គាត់នៅតែមានលុយបង្ហើព្រះអង្គដែរតែដល់បងប្អូនថ្វាយគាត់មានកាន់តែបរិបូរណ៍ហើយបងប្អូនតែថ្វាយក៏កាន់តែបរិបូរណ៍ហើយពាក្យអង់គ្លេសនិយាយថាពេលដែលបងប្អូនថ្វាយបេសកកម្មគឺបងប្អូនបានដាក់លុយនឹងក្នុងគណនីសន្សំរបស់យើងឲ្យកាន់តែកើនច្រើនឡើងហើយយើងនឹងបានការប្រាក់ពីធនាគាររបស់យើងហ្នឹងកាន់តែច្រើនឡើងហើយធនាគារយើងធនាគារនៅណានៅឋានបរមសុខបាទចឹងការថ្វាយដង្វាយបេសកកម្មជាការដាក់ទុនជាមួយធនាគារនៅឋានបរមសុខជាធនាគាររបស់ព្រះជាម្ចាស់ដែលមិនខាតបង់ឬខ្សែធនសោះឡើយធនាគារនៅក្រុងភ្នំពេញអាចខាតបង់អាចបះជើងអាចខ្សែធនធនាគារនៅអាមេរិកអាចខាតបង់អាចបះជើងអាចខ្សែធនមែនទេមែនកាលណាលុយដុល្លារឡើងថ្លៃធនាគារអញញឹមអ្នកធ្វើការធនាគារអញញឹមកាលណាលុយដុល្លារចុះថោកអ្នកដាក់លុយធនាគារអ្នកធ្វើការធនាគារមុខឈួយប៉ុន្តែធនាគារយើងធនាគារនៅណាឋានបរមសុខទោះបីមានការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណណាមួយនៅលើលោកក៏ដោយចុះលុយហ្វ្រង់ក៏ដោយចុះលុយអីដុល្លារក៏ដោយចុះលុយអីផោនស្ទឺលីងបងអង់គ្លេសក៏ដោយចុះលុយម៉ាឡេក៏ដោយចុះលុយថៃក៏ដោយចុះលុយរៀលក៏ដោយយើងមិនបានសំទុកសម្រាប់ធនាគារនឹងផែនដីទេគឺធនាគារឋានសួគ៌ដែលអត់ប្រែប្រួលទៅតាមតម្លៃឡើងចុះនៃលុយនោះទេអាមែនទេស្ដាប់ឲ្យទាន់បើអ្នកដាក់ទុនកម្រិតណាជាមួយធនាគាររបស់ព្រះជាម្ចាស់ដើម្បីគ្រប់គ្រងដល់បេសកកម្មក្នុងប្រទេសកម្ពុជាក៏ដូចជាបេសកកម្មនៅក្រៅប្រទេសកម្ពុជាអ្នកមុខគេទទួលផលប្រយោជន៍ទទួលផលកម្រៃកម្រិតនោះពីព្រះអង្គវិញដែរដាក់ទុនតិចទទួលកម្រៃតិចទទួលអំណរតិចទទួលកតញ្ញូតិចធំជាងគេគឺអីអំណរអាមែនទេចុះបើយើងដាក់ច្រើនទទួលបគុណទទួលព្រះពរទទួលប្រយោជន៍ច្រើនអាមែនទេមិនអាមែនតោះមើលដង្វាយបេសកកម្មជួយឲ្យពន្ធការីកាន់តែមានបរិបូរណ៍ថែមទៀតឲ្យបេសកជនណាថ្ងៃនេះចង់ឲ្យបងប្អូនយល់តើបេសកជនខុសអំពីអ្នកដទៃទាំងម៉េចបើខ្ញុំជាខ្មែរខ្ញុំធ្វើការជាមួយខ្មែរខ្ញុំមិនជាបេសកជននេះខ្ញុំជាពន្ធការីតែបើខ្ញុំជាខ្មែរខ្ញុំនាំចិននិងស្រុកខ្មែរឲ្យជឿព្រះអង្គ
ខ្ញុំនាំចាមឲ្យជឿព្រះអង្គខ្ញុំនាំក្រឹងនាំកំពួនហើយលឺតែយើងទៅផ្សាយនឹងល្អនៅអីជនជាតិសួយនេះទើបជាបេសកកម្មតែបេសកកម្មមានលក្ខណៈចម្រុះវប្បធម៌ឆ្លងវប្បធម៌ចិត្តក៏ដោយឆ្ងាយក៏ដោយក្នុងសុខក៏ដោយកែសុខក៏ដោយឲ្យតែឆ្លងវប្បធម៌បើអត់ឆ្លងវប្បធម៌ទេជាពន្ធកិច្ចធម្មតាផ្សាយនឹងល្អបង្កើតក្រុមជំនុំបង្កើតសិស្សតែការដដែលហ្នឹងបង្កើតក្រុមជំនុំហ្នឹងផ្សាយនឹងល្អហ្នឹងបង្កើតសិស្សហ្នឹងបើធ្វើឆ្លងវប្បធម៌គេថាបេសកកម្មអានេះនេះច្បាស់ហ្នឹងឯនេះបេសកកម្មចាប់ដើមនៅណាមុនគេក្នុងប្រទេសយើងចឹងថ្ងៃនេះសូមស្ដាប់ពីលីប 4:18 ខ្ញុំបានទទួលសពគ្រប់ទាំងអស់ហើយទទួលហើយខ្ញុំមានបរិបូរថែមទៀតឥឡូវនេះខ្ញុំមានរត់តែច្រើនមិនអ្នកថ្វាយមានពរកាន់តែច្រើនឥឡូវនេះអ្នកដែលទទួលអ្នកដែលបម្រើព្រះអង្គមានប្រពរកាន់តែច្រើនសូមសួរបើអ្នកបម្រើព្រះអង្គគាត់ស្មោះត្រង់គាត់កើតផលយើងថ្វាយកាន់តែច្រើនគាត់យកលុយទៅធ្វើអីអ្នកដែលមានកំណត់រស់ស៊ីមានលុយកាន់តែច្រើនគេយកលុយទុកស្ងៀមមិនអត់គេធ្វើឲ្យកាន់តែរីកយើងខ្វាយតែអ្នកដែលរីកចម្រើនគេនឹងធ្វើឲ្យលុយយើងហ្នឹងរីកចម្រើនកាន់តែខ្លាំងអាមែនទេអញ្ចឹងកុំភ្លេចការថ្វាយនេះជាការបណ្ដាក់ទុនជាការបណ្ដាក់ទុនដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ាប្រូឌីតសូមមើលម៉ាថាយ 25:29 និងលូកា 19:26 ត្បិតអ្នកណាមានហើយអ្នកនោះនឹងទទួលបរិបូរហូរហៀថែមទៀតអញ្ចឹងដើម្បីបេសកកម្មថ្វាយទៅលើអ្នកណាបងប្អូនធ្វើថ្វាយទៅអ្នកដែលមានហើយសូមនិយាយថ្វាយទៅអ្នកណាអ្នកដែលមានហើយប្រគុណនៃការថ្វាយទៅអ្នកអត់ថ្វាយចាស់នឹងព្រះគុណនៃការថ្វាយចឹងការថ្វាយមានពីរបែបថ្វាយជាលក្ខណៈប្រគុណឲ្យអ្នកណាក៏ដោយឲ្យតែព្រះវិញ្ញាណដាស់តឿនចង់រីកមិនរីកក៏ដោយព្រោះព្រះអង្គឲ្យយើងថ្វាយបើមិនថ្វាយក៏ដាច់ពោះស្លាប់ថ្វាយគេរស់សិនតែបេសកកម្មទៅតែថ្វាយទៅអ្នកដែលមានហើយស្ដាប់តើនេះចឹងសូមព្រះវិញ្ញាណដឹកនាំឲ្យច្បាស់នោះដើម្បីកុំឲ្យថ្វាយឲ្យស្ដាយក្រោយអ្នកណាអ្នកមានហើយសូមមើលខ្ញុំបញ្យល់ថាម៉េចគឺបេសកជនណាម្នាក់ឬក៏ពន្ធការីណាម្នាក់ដែលមានចិត្តឆេះឈួរតែយើងឲ្យទាំងមកទៅអ្នកមិនឆេះឈួរយើងលុយទុកចោលហ្នឹងមែនទេតែអ្នកដែលឆេះឈួរបានភ្លាមអត់ទុកចោលទេអត់កប់ចោលទេយកទៅប្រើប្រាស់ភ្លាមទី2អ្នកដែលមានចិត្តស្មោះត្រង់យើងឲ្យយកទៅផ្សាយនឹងល្អគេយកទៅដាក់ការផ្សាយនឹងល្អយើងយកទៅគេបង្កើតក្រុមជំនុំគេយកលុយនឹងទៅបង្កើតក្រុមជំនុំអ្នកមកស្មោះត្រង់ឲ្យទៅផ្សាយនឹងល្អទៅទិញឡានជិះតខ្លួនទៅបាទទី3អ្នកណាទៀតមានហើយមានគោលបំណងត្រឹមត្រូវក៏មានគោលបំណងត្រឹមត្រូវក្នុងការរស់នៅរស់ដើម្បីអីមិនរស់ដើម្បីគ្រាន់តែគេទៅសើទេរស់ដើម្បីសម្រេចគោលបំណងរបស់ព្រះក្នុងជីវិតរបស់គាត់ក្នុងចំនួនរបស់គាត់ដើម្បីជះឥទ្ធិពលទៅលើសហគមន៍តាមរយៈដំណឹងល្អស្ដីពីព្រះរាជរបស់ព្រះជាម្ចាស់ទី3ទី4អ្នកដែលទៀតអ្នកដែលមានផែនការច្បាស់លាស់ណាក្នុងការប្រើប្រាស់អំណោយទាននិងធនធានដែលព្រះអង្គផ្ទុកដាក់នឹងគាត់ឲ្យកើតផលចឹងណាចឹងទី5គឺកើតផលមានផែនការច្បាស់លាស់ក្នុងការប្រើប្រាស់អំណោយទាននិងធនធានដល់ទី5កើតផលហើយផលនោះនៅថិតកុំរាប់តែចំនួនវិហារសិនមួយឆ្នាំក្រោយបាត់អស់លីងផលដែលនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទទើបជាផលដែលថិតអាមែនអាមែនចឹងយល់ពីការឲ្យដង្វាយបេសកកម្មទៅអ្នកដែលមានហើយគឺឲ្យទៅអ្នកណាទី1អ្នកដែលមានអីចិត្តឆេះឈួរទី2ចិត្តស្មោះត្រង់ទី3មានគោលបំណងត្រឹមត្រូវទី4មានផែនការច្បាស់លាស់ទី5អ្នកដែលកើតផលដែលនៅថិតទាំងដៃអរគុណព្រះអង្គពុកផលហ្នឹងយើងនឹងជួបនៅឋានសួគ៌ចឹងដង្វាយបេសកកម្មប្រយោជន៍ទី3ផ្ដល់ឱកាសឲ្យអ្នកដំណងមួយចំនួនទៀតងើបឡើងសិទ្ធិយើងថ្វាយហ្នឹងព្រះរើសមួយចំនួនទៀតឲ្យងើបឡើងសូមមើលនឹងខកពីនេះពោលថាម៉េចពីលីបចំពោះ4ខ18នេះខ្ញុំបានទទួលសពគ្រប់អស់ហើយខ្ញុំបានបរិបូរថែមទៀតឥឡូវនេះខ្ញុំមានរត់តែច្រើនដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ាប្រូឌីតសូមនិយាយលឺតាមរយៈលោកអេប៉ាប្រូឌីតទាំងអស់នេះអេប៉ាប្រូឌីតពីមុនមានតែប៉ូលមានតែស៊ីឡាមានតែលូកាឥឡូវថែមអេប៉ាប្រូឌីតមួយទៀតពីមុនមកមានតែខ្ញុំមានតែលោកសួនបតមានតែលោកគ្រូខឹមសនិតបើបងប្អូនថ្វាយថ្ងៃនេះ
នឹងតទៅនឹងកើតចេញអេប៉ាប្រឌិតមួយចេញពីក្រុមជំនុំក្តីសង្ឃឹមដ៏រួមអេប៉ាប្រឌិតព្រោះខ្ញុំអាចមកទទួលលុយនឹងផ្ទាល់ខ្លួនទេព្រោះខ្ញុំអត់មានពេលទទួលលុយទេខ្ញុំមានពេលតែចែកចាយព្រះបានត្រូវតែរើសមួយឲ្យធ្វើជាអេប៉ាប្រឌិតដៃគូត្រូវតែមានម្នាក់ទទួលខុសត្រូវអាមែនមិនអាមែនហាភីលីបចំពុក2ខ25ខ្ញុំយល់ឃើញទៀតថាត្រូវតែចាត់លោកអេប៉ាប្រឌិតជាបងប្អូននិងជាសហការីរបស់ខ្ញុំហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំមករកបងប្អូនជាចាំបាច់ព្រោះនេះមិនម្ដងទេផលិតកម្មត្រូវថ្វាយដោយខ្ជាប់ខ្ជួនតវាយប្រគុណដាក់ម្ដងអាចឈប់បានតែដង្វាយបេសកម្មអត់មានម្ដងត្រូវទេត្រូវគិតធ្វើយូរអង្វែងបងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំពេលខ្ញុំត្រូវការដំបូងពោលចាត់អេប៉ាប្រឌិតទៅក្រុមជំនុំនៅពីលីបបន្ទាប់មកគាត់ទៅនៅមួយក្រុមជំនុំពីលីបស្លឹកសារក្រុមជំនុំពីលីបហើយពួកពីលីបចាត់គាត់ឲ្យមកជួយលោកពោលគាត់ជាអ្នកតភ្ជាប់ព្រះរាជតពោលទៅនឹងអីក្រុមជំនុំនៅពីលីបចឹងអេប៉ាប្រឌិតឈ្មោះពេញហើយបើយើងមើលក្នុងកឡុកអេប៉ាប្រាដូចស៊ីលវ៉ានូសឈ្មោះពេញស៊ីឡាឈ្មោះកាត់ក្នុងកាពីប្រើឈ្មោះពេញឈ្មោះកាត់ណាចឹងឈ្មោះពេញគាត់អេប៉ាប្រឌិតនិយាយលឺអេប៉ាប្រឌិតឈ្មោះកាត់គាត់អេប៉ាប្រាមានន័យថាម៉េចភាសាគេថាគួរឲ្យស្រឡាញ់តាតាំងថាបរោះសង្ហាឈ្មោះពីរហ្នឹងមានន័យទាំងពីរចឹងទៅរើអ្នកដែលមានលក្ខណៈគួរឲ្យស្រឡាញ់ហើយសង្ហាហ្នឹងដូចខ្ញុំบอกនិយាយថាចង់ឲ្យក្តាក់ទាំងវាយច្រើនកុំយកមុខអាគប់ជ្រុងទៅដាក់យកអ្នកអញញឹមស្រស់មកអានោះគេចង់ថ្វាយតែដាក់អ្នកជ្រុំចោមកាន់ថងវាយគេអត់ថ្វាយតែបើចឹងដាក់ថងនៅឲ្យគេដើរខ្លួនគេគាត់បើជាងចឹងលោកអេប៉ាប្រឌិតជាអ្នកតភ្ជាប់ព្រះរាជរវាងសាវកពលនិងក្រុមជំនុំនៅក្រុងភីចឹងក្នុងរាជរបស់ព្រះអង្គមនុស្សមានតែ3ប្រភេទទេសូមនិយាយvớiខ្ញុំអ្នកបម្រើព្រះរាជអ្នកផ្គត់ផ្គង់ព្រះរាជអ្នកតភ្ជាប់ព្រះរាជគ្រូនិតលោកសួនបុតខ្ញុំក្តីជាអ្នកបម្រើព្រះរាជអត់មានពេលរស់ស៊ីមែនទេមានតែពេលបង្ហើក្រុមជំនុំឲ្យខ្ញុំរស់ស៊ីអត់មានពេលទេទូបកែរស់ស៊ីដែរក៏អត់គួរយកពេលទៅរស់ស៊ីដែរទីពីរបងប្អូនដែលជាមេផ្ទះជាអ្នកចំនួនជាអាជីវករបងប្អូនជាអ្នកផ្គត់ផ្គង់ព្រះរាជផ្គត់ផ្គង់ព្រះរាជប៉ុន្តែត្រូវមានម្នាក់តភ្ជាប់ព្រះរាជនិយាយត្រូវការ3ហ្នឹងខ្សែពួរប្រហែលធ្លុង3ធ្លុងបើយើងធ្វើម្ដងអត់អីតែ2ធ្លុងបានតែបើយើងធ្វើជាប់ត្រូវតែមាន3ធ្លុងឥឡូវនេះពោលបានឲ្យទេសនាមលោកអេប៉ាប្រឌិតទៅឲ្យក្រុមក្រុងពីលីបពួកក្រុមជំនុំពីលីបក៏ទទួលស្គាល់គាត់ទុកចិត្តគាត់សហការមួយគាត់ហើយផ្ញើដង្វាយតាមគាត់ទៅគ្រប់គ្រងសេវាពលនៅពេលដែលពលកំពុងបំពេញបេសកកម្មនៅកន្លែងផ្សេងពលចាត់ទុកអេប៉ាប្រឌិតជាអីទី1បងប្អូនទី2ជាសហការីទី3ជាយុទ្ធមិត្តរបស់គាត់ទី4ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទទី5ជាអ្នកជាប់ឃុំឃាំងជាមួយគាត់រងទុក្ខជាមួយគាត់រួមជាមួយព្រះគ្រីស្ទចឹងអេប៉ាប្រឌិតតែមានលក្ខណៈ5យ៉ាងហ្នឹងមានបញ្ជាក់ក្នុងពីលីប2:25ក៏លុះ1:7ទីលមូល1:23ចឹងដើម្បីពង្រីករាជរបស់ព្រះអង្គយើងត្រូវការអ្នកតភ្ជាប់រាជដែលជាអ្នកដឹកនាំជំនាន់ក្រោយដោយអេប៉ាប្រឌិតនេះមកជួយតភ្ជាប់អ្នកគ្រប់គ្រងរាជគឺបងប្អូនជាអ្នកថ្វាយជាមួយអ្នកបម្រើព្រះរាជដែលគ្មានពេលមកកាន់បញ្ជីចឹងដើម្បីបេសកកម្មជាយ៉ាញ់បូជាខាងវិញ្ញាណពួកខ្លះមើលខពីមួយថាយើងលែងត្រូវការយ៉ាញ់បូជាទៀតហើយអាមែនចប់មកយ៉ាញ់បូជាក្រឹតវិន័យលែងត្រូវការតែយ៉ាញ់បូជានៃប្រគុណនៅតែត្រូវការយ៉ាញ់បូជាសម្ព័ន្ធមន្ត្រីចាស់លែងត្រូវការហើយតែយ៉ាញ់បូជាសម្ព័ន្ធមន្ត្រីថ្មីនៅតែត្រូវការហើយនេះជាយ៉ាញ់បូជានៃសម្ព័ន្ធមន្ត្រីថ្មីដង្វាយបេសកកម្មជាយ៉ាញ់បូជាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ភីលីប4:18ខ្ញុំបានទទួលសពគ្រប់ទាំងអស់ហើយខ្ញុំមានបរិបូរថែមទៀតឥឡូវខ្ញុំមានរត់តែច្រើនដែលបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ាប្រឌិតអំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ចឹងដង្វាយបេសកកម្មជាក្លិនក្រអូបឈ្ងុយឈ្ងប់ជាយ៉ាញ់បូជាក្រអូបឈ្ងុយឈ្ងប់ដឹកចាំទេពេលកាអ៊ីនហើយនឹងអេបលថ្វាយតម្ងាយអ្នកណាក្រអូបឈ្ងុយឈ្ងប់អេបលពុតដុតអីដុតជាមនឹងខ្លាញ់របស់ជាមខ្លាញ់ធ្វើឲ្យឈ្ងុយ
ឥឡូវលោកពោរត់ដង្វាយបេសកកម្មចិត្តដង្វាយក្រអូបឈ្ងុយឈ្ងប់ពេត្រុសខ្សែទី1ពុក2ខ5ដូច្នេះចូលប្រគំនេះឡើងកសាងជាដំណាក់របស់ព្រះវិញ្ញាណធ្វើជាក្រុមបូជាចារដ៏ប្រសិទ្ធដើម្បីថ្វាយយ៉ាញ់បូជាខាងវិញ្ញាណបទកវីថាម៉េចជាទីកបតីព្រះជាម្ចាស់តាមរយៈព្រះយេស៊ូវគ្រីស្ទចឹងដង្វាយបេសកកម្មជាយ៉ាញ់បូជាដែលព្រះជាម្ចាស់គប់ព្រះហារតីជួយអ្នកក្រកុំខកប៉ុន្តែអ្នកក្រនៅមួយយើងរហូតអត់ចេះអស់ឯងយល់ទេតែបើយើងជួយឲ្យមនុស្សបានជឿព្រះយេស៊ូវតាមរយៈដំណឹងល្អរបស់រាជរបស់ព្រះជាម្ចាស់នៅផែនដីអ្នកនោះនៅក្បែរយើងស្លាប់ទៅអ្នកនោះនឹងនៅឋានបរមសុខអស់កលជានិច្ចហើយតែយើងស្លាប់ទៅយើងនឹងជួបនៅនោះអស់កលជានិច្ចនេះជាទ្រព្យសម្បត្តិដែលយើងសន្សំសម្រាប់ឋានបរមសុខអំណោយទាំងនោះប្រៀបបាននឹងក្លិនក្រអូបឈ្ងុយឈ្ងប់ជាយ៉ាញ់បូជាដែលព្រះជាម្ចាស់គប់បតីនិងយល់ព្រមតទួលសុំនិយាយលឺៗមួយខ្ញុំជាយ៉ាញ់បូជាដែលព្រះជាម្ចាស់គប់ព្រះハរតីនិងយល់ព្រមតហេព្រើរ 13 15 16ចូលយើងថ្វាយយ៉ាញ់បូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ចតាមរយៈព្រះយេស៊ូវគឺពាក្យហូរចេញពីបបោមាត់របស់យើងប្រកាសនាមព្រះយេស៊ូវហូរចេញពីអីរបស់យើងប្រកាសនឹងល្អហូរចេញពីអីរបស់យើងអញ្ចឹងខ្ញុំបង្ហូរដង្វាយនៃបបោមាត់ផលផ្លែនៃបបោមាត់ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប្រកាសព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទប្រកាសក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទជាដង្វាយដែលហូរចេញពីបបោមាត់ប៉ុន្តែបើអញ្ចឹងធ្វើដំណើរទៅណាត្រូវការថាសាំងបានទៅប្រទេសផ្សេងត្រូវការថ្លៃយន្តហោះខ្ញុំអត់ខត់ឲ្យរឿងអាសាហ្នឹងទេតែខ្ញុំនាំបងប្អូនឲ្យឧស្សាហ៍ឲ្យត្រូវរឿងកុំឧស្សាហ៍តែឯងឧស្សាហ៍ឲ្យមានអង្គរៈការពីដេកស្ងៀមចូលលុយជឿមិនជឿចឹងព្រះប្រទានពរដល់យើងរួចមួយលោកអាប់រ៉ាហាំដើម្បីឲ្យពរដល់ប្រជាជាតិតាមរយៈដង្វាយបេសកកម្មព្រះជាម្ចាស់នឹងបំពេញសេចក្តីត្រូវការដល់អ្នកដែលថ្វាយដង្វាយបេសកកម្មស្របតាមសេរីរុងរឿងដល់ប្រសើរផុតរបស់ព្រះអង្គធ្វើឲ្យអ្នកមិនស័ក្តិសមពេលអ្នកអត់តម្លៃមានតម្លៃធ្វើឲ្យអ្នកក្រទៅជាអ្នកមានអត់ការងារធ្វើទៅជាមានការងារធ្វើប្រាក់ចំណូលទាបទៅជាប្រាក់ចំណូលខ្ពស់តែចូលរួមចំណែកទទួលស្គាល់ថាទ្រព្យសម្បត្តិទ្រព្យនេះមិនមែនរបស់យើងទេជារបស់ព្រះអង្គយើងគ្រាន់តែជាអ្នកកាន់កាប់ទេបើយើងជាអ្នកកាន់កាប់សូមកាន់កាប់ដោយស្មោះត្រង់សូមចាត់ចែងដោយរីករាយសូមចាត់ចែងដោយសទ្ធាជ្រះថ្លាដោយចិត្តសប្បុរសអាមែនទេព្រះគុណស្រីពិតនឹងលើកយើងឲ្យខ្ពស់ឡើងអរគុណព្រះអង្គណាសេចក្តីត្រូវការទី1គឺសេចក្តីការគ្រប់យ៉ាងខាងរាងកាយទី2សេចក្តីត្រូវការខាងដួងចិត្តសេចក្តីត្រូវការខាងឯសតិប្រាជ្ញាទី4សេចក្តីត្រូវការខាងឯវិញ្ញាណទី5សេចក្តីត្រូវការរបស់ក្រុមគ្រួសារទី6សេចក្តីត្រូវការនៅកន្លែងធ្វើការចឹងបញ្ចប់សេចក្តីត្រូវការខាងផ្នែកសង្គមត្រូវការមានកេរ្តិ៍ឈ្មោះល្អត្រូវការគេគោរពរាប់អានត្រូវការគេទទួលស្គាល់ហើយជាទូទៅសំណាបយងដីស្រីយងប្រុសគេនិយមរាប់អានអាប់រ៉ាំព្រោះលោកស្រីសារ៉ាចឹងម្នេះបងប្អូនបានប្រពរឲ្យអត់